Nên ca mới đi thời ca thọ bay làm bay oi màu nướng nơi thầy lò chẳng á làm bay cũng oi việc bật nơi màu để dương bàn sợiហើយក៏ត្រូវការប្រភេទ Type C មួយដែរគឺត្រូវការភ្លើងដើម្បីជំនួយឲ្យវាភ្លឺបានយូរបើយើងអត់ដាក់ភ្លើងនេះទេគឺ5សង្ខិនអីមកនេះអត់លត់ហើយឃើញអត់ដល់ពេលអត់លត់thìយើងត្រូវការប៉ះយ៉ាតើយើងប៉ះពីលើអញ្ចឹងឲ្យវាភ្លឺវិញឥឡូវយើងមកប្រើពីរបៀបសេរីម៉ោងវិញដើម្បីសេរីម៉ោងបងប្អូនត្រូវចុចអា manual នេះឲ្យជាប់អូខេចុចឲ្យជាប់នៅពេលដែលឃើញវា load អញ្ចឹងបងប្អូនអាចសេរីទៀតអូខេឥឡូវមិញម៉ោង12ឥឡូវយើងឧទាហរណ៍ថាម៉ោង6ម៉ោង5ចុះយ៉ាច្រឡំមិញខ្ញុំច្រឡំចុចនេះឥឡូវខ្ញុំដូរ manual វិញចុចជាប់អូខេចុច manual មួយទៀតអក្សរ M នៅពេលវា load អញ្ចឹងយើងអាចសេរីបានហើយអញ្ចឹងយើងសេរីណាម៉ោងប៉ុន្មានថាម៉ោង5ដល់ពេលកំណត់នាទីយើងចុចអក្សរ M មួយទៀតវា load ទៅខាងនាទីអញ្ចឹងយើងសេរីទៅឧទាហរណ៍ថា10នាទី11នាទីអញ្ចឹងចាស់អញ្ចឹងយើងថាម៉ោងហ្នឹងហើយយើងចុច manual អូខេអញ្ចឹងយើងមកសេរីកំណត់ម៉ោងរោវិញម៉ោងរោគឺមានតែ2ទេគេមានម៉ោង6ព្រឹកហើយនិងម៉ោង8ព្រឹកសិតម៉ោងដេកហើយអញ្ចឹងងើបពីដេកអញ្ចឹងបងប្អូនចុចអក្សរ M មួយជាប់មកវាមាន AL1 ហើយចុចអក្សរអានឹងមួយទៀត load AL2 AL1 ហ្នឹងគឺម៉ោង6 AL2 ហ្នឹងម៉ោង8មិនបានដឹងចុចឥឡូវខ្ញុំចុចឲ្យមើលចុចម៉ោងដើម្បីមើលម៉ោង AL1 ហ្នឹងម៉ោងប៉ុន្មានខ្ញុំចុចខាងលើមកឃើញអត់អានេះម៉ោង6អញ្ចឹងយើងយកម៉ោង6យើងចុចអក្សរ M មកអញ្ចឹងវា load ម៉ោង6ហើយអញ្ចឹងយើងយកម៉ោង8មួយទៀតចាចុចម៉ោង8មួយទៀតយើងចុចខាងលើមកចុចខាងលើយើងយក AL2 អញ្ចឹង AL2 យើងយកខាងលើមួយទៀតមកម៉ោង8អូខេយើងចុចអក្សរ M មកអញ្ចឹងវាថាយើងក៏ដូរមកម៉ោង8វិញហើយអូខេអញ្ចឹងម៉ោងមានម៉ោង6និងម៉ោង8វាប្រើប្រាស់តែប៉ុណ្្នឹងទេ